នេះការតឡើង version iPhone 4 iPhone 5 iPhone 4S iPhone iPad គឺយើងដំឡើង version តាម iTunes គឺយើង connect ជាមួយនឹង iPhone 4 ឬក៏ iPhone 5 iPad iPhone 5S បើសិនជាយើងចង់ដំឡើង version តែយើងដំឡើងនៅ version នៅតាម iTunes គឺបានតែ version ខ្ពស់បំផុតទេនេះវាវិច័យយើងដំឡើងហើយបើមិនចង់ទេយើងចូលកន្លែង setting យើងចូលកន្លែង setting នៅក្នុងទូរស័ព្ទហើយយើងយកពាក្យ general យើងយកពាក្យ about ដើម្បីមើល version ចាស់មើល version ចាស់វាគឺ511ណាឬក៏702ដែលយើងចង់តម្លើង version ថ្មីនេះគឺជារបៀបទី1ហើយយើងបើសិនជាយើងចង់ឲ្យតម្លើងឲ្យវាអូតូយើងចូលកន្លែង update software នៅក្នុង phone យើង update software update អានកម្មវិធីថ្មីអីហ្នឹងកម្មវិធីថ្មីដែលថ្មី version ឬក៏ម៉ាស៊ីនយើងអាលុតឬក៏ជាប់ប៉មយើងអាចរាយបានយើងអាច restore វាបានតែយើង restore តាម iTunes នេះគឺបានតែ version ថ្មី version ថ្មី version ថា ឥឡូវក្រុមហ៊ុនគេឲ្យមកយើងប្រហែលយើងត្រូវតម្លើងបានប៉ុណ្ណឹងយើងសុខចិត្តយើងតម្លើងឲ្យខ្ពស់ហើយបានយើងតម្លាក់មកវិញបន្តិចទៀតខ្ញុំនឹងមានវីដេអូសម្រាប់តម្លាក់ version ប៉ុន្តែអានេះគឺជារបៀបតម្លើងសិនគឺបើសិនយើងចុច update ហ្នឹងហើយគឺវានៅក្នុងទូរស័ព្ទយើងវាមានរូបកន្លែងដូច connect ហើយនឹង connect ជាមួយនឹង iTunes តែអានេះយើងវាចេញមកហើយយើងចុចC ឲ្យជាប់ហើយយើងចុចពាក្យយើងចុច C នៅលើ keyboard ឲ្យជាប់ហើយយើងចុចពាក្យ restore iPhone យើងយក select ម៉ៅយើងនៅម៉ៅឆ្វេងហ្នឹងទៅវាឲ្យយើងជ្រើសរើសបើចុច C ធ្វើម៉េចបើអត់ចុចបើសិនជាកាលណាយើងអត់ចុច C ចាំមើលគឺវាឲ្យយើង update យកតាមអ៊ីនធឺណិតបណ្ដោយអញ្ចឹងយើង download មកហើយ C ជាប់ហ្នឹងណាយើងចុច C ឲ្យជាប់ហើយយើង select លើ restore iPhone នៅលើ keyboard យើងហើយនៅលើម៉ៅយើងខាងឆ្វេងអញ្ចឹងយើងត្រូវ download នេះគឺជា website សម្រាប់ download IPSW download.com ឡប់ version ណាហើយនេះយើងមើលតែទូរស័ព្ទដែលយើងត្រូវតម្លើងហ្នឹងម៉ាកអីគេឧទាហរណ៍បើសិនជា iPhone 5S iPhone 5S វាមានតាមលក្ខណៈទៀតមាន iPhone 5S Gold iPhone 5S GSM iPhone C Gold iPhone C GSM ហើយវាមានពួកប្រភេទ Cinema ទៀតប៉ុន្តែ Cinema គឺប្រភេទទូរស័ព្ទដូចរៀងដូចទូរស័ព្ទដែរប៉ុន្តែអត់មានកន្លែងដាក់ SIM អញ្ចឹងឥឡូវយើងមើល version ដែលខ្ពស់នេះ iPhone 5របស់យើង iPhone 4គឺយើងត្រូវ down iPhone 4នេះ iPhone 4 Cinema យើងអត់ត្រូវចាំបាច់យកទេរបស់យើង GSM នេះ iPhone 4 GSM នេះយើងត្រូវ down នេះព្រោះ version វា704គឺយើង down នេះសារដល់លោកនេះជើខ្ញុំវាជាការអត់រួចទេប្រហែល antivirus វា antivirus យើងនឹង present ជាងហនតាមស្រុកហ្នឹងនិយាយអស់នៅយើងយកនេះantivirus ផ្សេងទេតិចធ្វើតាមខ្ញុំដែរដើម្បីឲ្យ download ជើងគូ
ទីជាងទេយើងរងចាំវាតទៅវា download ចប់បើយើងអាច restore iPhone នឹងបានប៉ុន្តែជាវិធីមួយទៀតដើម្បីយើងការពារយើងត្រូវការពារនៅពេលដែលយើងទៅឡើង iPhone 4 iPhone 4S iPhone 5 ឬគ្រប់ស៊េរីដែលយើងត្រូវទៅឡើង version យើងត្រូវតែឆែកនៅក្នុងទូរស័ព្ទមើលព្រោះ version ស៊េរីថ្មីនេះគឺវាជាប់ iCloud កាលណាជាប់ iCloud បើសិនជាយើងដឹង iCloud ហ្នឹងវាជា account ID របស់យើងយើងអត់បញ្ហាទេប៉ុន្តែបើសិនជាយើងទិញមកទឹកវានៅជាប់ account ID របស់គេគឺយើងទៅឡើង version វាទាមទារ account iCloud account ID ហ្នឹងគឺយើងអត់ដឹងថាម្ចាស់គេនៅឯណាគឺទូរស័ព្ទយើងគឺចប់មិនអាចដោះបានយើងលុប iCloud ចោលបានលុប iCloud បានវានៅជាប់ password ទៀតទោះត្រាតែយើងហ្នឹងយើងត្រូវតែលុបនឹងឯងប៉ុន្តែអត់បង្កើតថ្មីទេយើងឆែកអញ្ចឹងមុននឹងយើងរាយយើងត្រូវតែលុបយើងត្រូវតែ off វាបិទវាកុំឲ្យបើកអាហ្នឹងអញ្ចឹងមកខ្ញុំប្រាប់បញ្ហាហ្នឹងទី1យើងត្រូវ sign out វាចេញដើម្បីលុបអាកន្លែង iCloud យើងចូលកន្លែង setting មានពាក្យ iCloud ហើយមានពាក្យ account ID យើង forget វាយើងនេះវាចោលទៅវាចោលទៅមិនឲ្យលុបវាចោលហើយមួយទៀតបើសិនជាគេចាក់ key គេចាក់សោ key យើងមិនចង់ឲ្យញ៉ៃយើងក៏លុបចោលទៅសោ key ដូចថាយើងដាក់មកវាមានលេខមានអីញ៉ៃយើងទៅយើងរាយកុំឲ្យវាជាប់ញ៉ៃឲ្យមានបញ្ហាទៅពេលខាងមុខដែលយើងរាយចប់ហើយមួយទៀតបើយើងយកកម្មវិធីមួយនេះប្រើវាប៉ុន្តែយើងប្រើជាមួយនឹង Windows Server យើងត្រូវតែចូលនៅដើម្បីឲ្យវា support ជាមួយនឹង Windows XP X3 តែយើងបោះវាមុនវាអត់មាន text ចឹងទេតែឥឡូវយើង text ដើម្បីឲ្យវា support ជាមួយនឹង Windows Server បើសិនអ្នកអត់ដឹងគឺគេប្រើទៅគេចុចបើកត្មងទៅវាអត់ដើរទេដូចយ៉ាងម៉េចក៏វាអត់ដើរដែរវារត់ច្រើនដោយសារតែ download ឥឡូវយើងបើកកម្មវិធីហ្នឹងកម្មវិធីនេះគឺកម្មវិធីសម្រាប់ SEO ASA SEO រក version ចាស់បើសិនជាវាជាប់គឺយើងអាចតម្លាក់នឹង version ចាស់បាននៅក្នុងទូរស័ព្ទរបស់យើងគឺវាដើរតែកម្មវិធីនេះត្រូវមុននឹងបើកវាត្រូវតែមានកម្មវិធី Java ជាមុនសិនយើងត្រូវតម្លើងកម្មវិធី Java ហើយ iTunes យើងត្រូវតម្លើងកម្មវិធី iTunes ដែលខ្ពស់ជាងគេណា iTunes ណា iTunes មួយនេះដែលខ្ពស់ជាងគេតម្លើងឲ្យទៀតគឺมันអាចតម្លើង version ខ្ពស់បានទេបាទទៀតមិនទេយល់ឲ្យតែយើងប្រើជាមួយហ្នឹងគឺមានអ៊ីនធឺណិតហើយចានេះឧទាហរណ៍ថាអានេះ iPhone របស់ខ្ញុំចុចលើរូប iPhone របស់ខ្ញុំហើយខ្ញុំចុចពាក្យ SEO SA ពេលថាខ្ញុំ SEO ចប់គឺវា load គឺវា load version ចាស់នេះគឺជា version ចាស់ដូចជា iPhone 4 4 3 5 501 51ចឹងបើសិនជាទូរស័ព្ទដែលយើងរាយទៅវាជួបនឹងបញ្ហាខ្លះឧទាហរណ៍ថារាយទៅវាជាប់ iCloud វាជាប់អីចឹងណាគឺយើងអាចតម្លាក់មក version ហ្នឹងបានដែលយើងអាច SEO ទុកតែបើសិនជាយើងរាយហើយយើងមក SEO SSH អត់ជាប់ទេលុះត្រាតែគេមុនគេធ្លាប់ SEO ចឹងយើងត្រូវតែ SEO ទៅបើសិនជាយើងជាជាងមួយមិនឲ្យណាមានបញ្ហាខូចរបស់គេចឹងទៅវាបាក់ចឹងមកថាយើង download ហើយយើងចូលឡើង iTunes យើងចុចពាក្យ save សម្រាប់ម្ដងទៀតចុចពាក្យ save ចុចពាក្យ restore iPhone ជាជាប់ restore iPhone ហើយយើងរកមើលកន្លែងដែលយើង download បានឧទាហរណ៍ថាយើង download បានទុកនៅណាឬក៏ទុកនៅកន្លែងណាមួយពួកខ្ញុំដាក់នៅ desktop ព្រោះ version ហ្នឹងខ្ញុំមាន file ដែលខ្ញុំ download មិនទុកនៅក្រៅពីមួយតែយើងបញ្យល់សិនខ្ញុំធ្វើទៅប្រកងទៅទូរស័ព្ទខ្ញុំមិនចាំបាច់នេះឧទាហរណ៍ថានេះគឺយើងចុចពាក្យ open ពេលកាលណាយើង open ទៅគឺវាដើរហើយអញ្ចឹងវាឲ្យយើង restore យើងចុច restore ទៅគឺកាលណាវាដើរចប់
គឺទូរស័ព្ទយើងអាចប្រើប្រាស់នឹង iOS 704 បានហើយអញ្ចឹងយើងអាចទៅឡើង version បានហើយចាំជួបគ្នានៅវីដេអូក្រោយគឺមានការ jailbreak នៅ version នេះ